Bao vậy đóឈ្មោះឥណ្ឌាមិនថាតែប្រទេសឬក៏ប្រជាជនដែលមនុស្សភាគច្រើនគឺគិតទៅដល់រឿងអវិជ្ជមានច្រើនខ្លាំងមែនទែនបើនិយាយពីប្រជាជនគឺថាប្រជាជនអត់សូវមានសន្តិភាពធ្នាប់រស់នៅអត់សូវមានអនាម័យហើយបើនិយាយពីបរិស្ថានវិញក៏ក្រិចដែរហ្នឹងគឺជាផ្នែកមួយនៃប្រទេសឥណ្ឌាទេក៏ប៉ុន្តែស្របពេលជាមួយនឹងរឿងអវិជ្ជមានដែលយើងឮឥណ្ឌាក៏ធ្វើបានរឿងធំៗដូចជាអស្ចារ្យច្រើនដែរហើយមនុស្សភាគច្រើនស្ទើរតែពាក់កណ្ដាលពិភពលោកក៏ហើយអាចបានទៅដល់ប្រទេសឥណ្ឌាទេអញ្ចឹងការដែលឃើញការផ្សព្វផ្សាយចេញពីឥណ្ឌាមកហ្នឹងភាគច្រើនគឺឃើញតែតាមអ៊ីនធឺណិតទេប្រទេសឥណ្ឌាខ្លួនឯងក៏មានការទទួលស្គាល់អំពីភាពមិនស្មើគ្នារវាងអ្នកមាននិងអ្នកក្រគម្លាតសង្គមអនាម័យក៏ដូចជាសន្តិសុខសង្គមមួយចំនួនធំដែរឥណ្ឌាគឺជាប្រទេសមួយដែលផលិតនិងផ្គត់ផ្គង់វ៉ាក់សាំងថ្នាំទៅកាន់វិស័យសុខាភិបាលធំៗលើពិភពលោកឥណ្ឌាក៏ជាមជ្ឈមណ្ឌល software IT ដែលវិស្វករក៏ដូចជាអ្នកដែលកំពុងតែបង្កើតកំពុងតែមានវត្តមាននៅប្រទេសឥណ្ឌាច្រើនខ្លាំងមែនទែនហើយក៏មានទាំងយានអវកាសដែលអាចបញ្ជូនយានទៅឋានប្រច័ណ្ឌនិងភពអង្គារបានទៀតហើយវីដេអូដែលផ្សាយពីឥណ្ឌា80%ពី creator ទូទាំងពិភពលោកគឺគេព្យាយាមបង្ហាញអំពី dark side សិនហើយបានគេបង្ហាញអំពី good side ចំណុចល្អរបស់ឥណ្ឌាទៅតាមក្រោយហើយមួយទៀតសកម្មភាពអេយ៉ាបតរបស់ប្រជាជនឥណ្ឌាដែលចេញទៅលេងប្រទេសក្រៅមួយចំនួនក៏ត្រូវបានគេ record គេ film ហើយគេយកមកដាក់លើ social media គេចំអកគេ mocking តាមនឹងទៀតអានឹងក៏ជាមេរៀនមួយដែលយើងគួរតែមើលពីគេផងដែរដោយសារអីបើសិនជាមានគេផ្សាយអាក្រក់អំពីយើងច្រើនពេកអ្នកដែលធ្លាប់បានមកដល់ស្រុកយើងអ្នកដែលធ្លាប់បានមកដល់ផ្ទះយើងគេមើលទៅតាម social media ហើយគឺគេនឹងម៉ាយយើងយកអញ្ចឹងតែម្ដងគេគិតថាយើងមានតែប៉ុណ្ណឹងយើងអត់មានអីអស្ចារ្យជាងនឹងផងអត់ចាំបាច់ទៅលេងមើលផ្ទាល់ក៏បានដែរពួកដូចជាអត់មានអីអស្ចារ្យលើសពីនឹងផងគេផ្សាយតែសម្រាមគេផ្សាយតែរឿងកក្រិចរឿងអត់អភិវឌ្ឍអញ្ចឹងទៅរឿង scam រឿងអីចឹងទៅអ្នកដែលធ្លាប់មកគឺខ្លាចនៅក្នុងការមកលេងតែម្ដងអញ្ចឹងយើងរួមគ្នាប្រឆាំងជួយនឹងអព័ត៌មានអវិជ្ជមានទាំងអស់ហ្នឹងហើយខ្ញុំមើលឃើញឥណ្ឌាជាគំរូខ្ញុំឃើញថាឥណ្ឌាធ្វើបានគេ bully ខ្លាំងមែនតើឥណ្ឌារៀងខ្លាំងប៉ុណ្ណឹងដែរក៏ប៉ុន្តែនៅតែមានគេ bully ច្រើន